ដូចហ៊ុនសែនគាត់មានបទពិសោធន៍ឬក៏មេតបដែលជាធ្វើសង្គ្រាមអត់ទេប៉ុន្តែសម្រាប់និយាយទៅវាមានលក្ខណៈស្តៀងនេះមែនទេបើសិនជាសមរភូមិដែលត្រួតត្រាបានអាវុធមានដែនកំណត់មិនអាចចេះតែបាញ់តែប្រទេសតែផ្ដាច់ទេសម្រុកបាញ់ទៅដូចយើងនៅរត់ហ្នឹងបងណាខ្ញុំនិយាយរឿងរត់ម៉ារ៉ាតុងលេងយើងត្រៀមរត់30គីឡូម៉ែត្រមួយយ៉ាងផាងគេរត់មិន30គីឡូម៉ែត្រគេរត់មិនគ្រាន់តែរាប់1 2 3ថ្មាញ់ជើងគេឃើញគេដាក់ត្រាក់ខ្លះដើររត់ស្តៀងដើរហ្នឹងយើង1 2 3ថ្មាញ់ជើងណាទ្រុលទៅស្រាប់តែ5 10នាទីក្រោយឡើងឃើញមនុស្សផ្សេងពេទ្យផ្សេងយើងទៅបាត់ណាបងណាយើងដេកនៅកណ្ដាលផ្លូវដេកបើកមាត់ចំហបមិនចឹងវាហត់ធ្វើសង្គ្រាមផ្លូវឆ្ងាយត្រូវចេះសន្សំទ្រព្យគ្រាប់ត្រូវចេះសន្សំស្បៀងត្រូវចេះប្រើយុទ្ធសាស្ត្រកុំលេងទៅលើមូលបើថៃវាយមិនចាំបាច់កន្លែងដែលវាវាយនឹងជាកន្លែងសូនកន្លែងភូមិសាស្ត្រកន្លែងយុទ្ធសាស្ត្រកន្លែងចល័តដែលមិនចាំបាច់ដែលវាទម្លាក់គ្រាន់តែ20អីហ្នឹងណាថាឲ្យវាទៅឲ្យវាអស់លទ្ធភាពវាទៅសួរហើយគូសូនប្រានិយាយចឹងមិនអត់គ្រប់គ្រងឲ្យបាញ់ទេខ្ញុំនិយាយថាលក្ខណៈចាំបាច់ដែលគ្រប់គ្រងមិនបានមានសម្ដាញ់មេឃត្រូវតែបាញ់ដើម្បីកុំឲ្យវាទម្លាក់ណាដើម្បីកុំឲ្យវាបំផ្លាញប្រទេសជាតិឈ្លានពានចូលដែនដីប៉ុន្តែបើសិនតែវាទម្លាក់សួរតែមនុស្សមកបានអត់បើសម្រាប់សូនតារាបើខ្ញុំអាវុធអត់ដល់សេដ្ឋកិច្ចខ្ញុំមិនដល់ណាខ្ញុំធ្វើទាហានខ្ញុំធ្វើសង្គ្រាមឆ្លោះអ្នកឯងក្របមកបានមនុស្សមកមិនបានចម្លើយហ៊ុនមែនទេខ្ញុំចឹងទេហើយខ្ញុំនៅជាមួយពលរដ្ឋខ្មែរខ្ញុំនៅជាមួយកងទ័ពទឹកចិត្តរបស់ខ្ញុំយើងជ័យជំនះរបស់កងទ័ពធ្វើឲ្យខ្ញុំសប្បាយចិត្តជាជ័យជំនះរបស់ខ្ញុំការពារទឹកដីបាន1 មីលីម៉ែត្រគឺជាជ័យជំនះមែនទេរបស់ប្រជាជនកម្ពុជាទាំងអស់អញ្ចឹងយើងត្រូវនៅជាមួយកងទ័ពមិនមែនបងប្អូនចោលអាទស្សនៈមួយថាទៅជួយហ៊ុនសែនខ្ញុំនៅហ៊ុនសែនវិញចិត្តទឹកដីហ្នឹងកម្មសិទ្ធិរបស់ហ៊ុនសែនកើតចេញពីពោះហ៊ុនសែនអាម៉េចបានជាជើងរួមគ្នាការពារទឹកដីបែរទៅជារួមគ្នាទៅជួយហ៊ុនសែនវិញចឹងបើហ៊ុនសែនក៏ដឹកនាំកម្លាំងការពារទឹកដីបើយើងមិនទៅរួមកម្លាំងជាមួយខ្មែរទាំងអស់ដើម្បីការពារទឹកដីឬហ៊ុនសែនយើងទុកម្លេចសិនមិនមែនចូលរួមលើកទឹកចិត្តកងទ័ពមិនមែនជួយមូលនិធិទៅដល់ជនពិសិដ្ឋមិនមែនប្រឆាំងជាមួយចៅឈ្លានពានថៃមែនទេគឺមានន័យថាយើងទៅចូលគណៈបកប្រជាជនទៅលៀងជើងហ៊ុនសែនទេបែងចែកច្បាស់រវាងប្រជាជនទឹកដីប្រទេសជាតិនិងហ៊ុនសែនណាខ្មែរទាំងអស់រួមសាមគ្គីគ្នានៅក្នុងកលៈទេសៈនេះទាំងអ្នកដែលមិនមែនគណៈបកប្រជាជនតែរួមសាមគ្គីគ្នាដែរបងប្អូនច្រឡំថាដើម្បីរួមសាមគ្គីគ្នាតើទៅចូលទៅលៀងជើងហ៊ុនសែនទាំងអស់តើទៅចូលគណៈបកប្រជាជនទាំងអស់ជាងទូរស័ព្ទរុស្វណ្ណៈមិនមែនចឹងទេដូចសូនតារានិយាយនេះគឺជាការចូលរួមមែនទេអញ្ចឹងបងប្អូនណាបើខ្ញុំជឿថាបើសិនជាការមិនទាន់ប្រើសម្ដាញ់នេះគឺយុទ្ធសាស្ត្រហ្នឹងល្អមានន័យថាសមរភូមិនៅគ្រប់គ្រងបានមិនត្រូវប្រើគ្រាប់ដែលមិនចាំបាច់ថៃវាមានសេដ្ឋកិច្ចវាមានលុយច្រើនវាមានគ្រាប់ច្រើនគ្រាប់យើងវាអត់មានសេដ្ឋកិច្ចវាអត់ច្រើនស្មើនឹងថៃទេដូច្នេះយើងប្រើបញ្ញាវិញធ្វើសង្គ្រាមផ្ញើប្រើបញ្ញាហើយដាក់មកតែមនុស្សចូលមកដឹងតែចេញអត់រួចមនុស្សចូលមកដឹងតែចេញមិនបានមែនទេបើខ្ញុំយុទ្ធសាស្ត្រខ្ញុំមានអីទេថៃឲ្យធ្វើទៅខ្ញុំនៅក្នុងរូងក្រោមដីចាំទៅមើលទេបាទឲ្យតែស្ងប់ស្ងាត់ហើយតែហ្នឹងថៃមួយទៀតទេណាធ្វើសង្គ្រាមបើយើងខ្លាំងទ័ពថ្មើរជើងណានៅក្នុងតំបន់ដីភ្នំគឺយើងឈ្នះមែនទេនៅក្នុងតំបន់ដីភ្នំគឺយើងឈ្នះហ៊ុនណាល់ប្រេតណាប៉ុន្តែបើក្នុងតំបន់ដីរៀបពិបាកទេពីព្រោះទម្លាក់ពីលើណាគឺវាស៊ីបានតែដីរៀបពីភាគច្រើននៅពេលណាដែលគ្រាប់មកមនុស្សមិនមកជារឿងធម្មតាប៉ុន្តែបើសិនជាគ្រាប់មកមនុស្សមកអានឹងគឺមកអត់បានចូលអត់បានមែនទេចូលអត់បានហើយមួយទៀតបងប្អូននៅក្នុងសមរភូមិបើសត្រូវបកែគ្រាប់ខាងលើណាទៅចូលលគិសត្រូវរុញហ្មងបើអាចថាចូលទៅដល់ទឹកដីថៃចូលរុញម្ដងហើយបើយើងចូលឲ្យគៀកសត្រូវគ្រាប់នឹងធ្លាក់មកគឺទម្លាក់ត្រូវងាប់គ្នាវាហ្នឹងហើយចូលឲ្យគៀកចូលឲ្យទល់មុខគ្នាហ្នឹងសមរភូមិដែលឈ្នះជាមួយថៃគឺសមរភូមិចូលឲ្យគៀកកុំនៅឆ្ងាយពីទ័ពថៃហើយបើនៅឆ្ងាយ
នៅឲ្យផុតហើយកន្លែងកាន់កាប់ដែលចូលមកគឺត្រូវត្រឡប់ទៅវិញអញ្ចឹងសរុបសេចក្តីមកវិញសំណាញ់មេឃខ្ញុំចូលរួមនៅក្នុងថ្ងៃនេះខ្ញុំថាតើយើងមានឬមិនមានរែងតែនអត់មានណាអត់មានអានឹងជារឿងមួយដែលខ្ញុំមិនដឹងទេគឺលំបាកបន្តិចហើយចុះបើមានហើយមិនព្រមបាញ់មានន័យថាប្រហែលជានៃយុទ្ធសាស្ត្រកងទ័ពគេគ្រប់គ្រងសមរភូមិបានត្រូវចេះសន្សំស្បៀងសន្សំទាហាននិងសន្សំគ្រាប់កុំខ្ជះខ្ជាយបាញ់មានប្រយោជន៍បើសិនជាកន្លែងណាដែលមិនចាំបាច់គឺអត់ទៅដាក់មួយគឺមួយពីរគឺពីរទៅចូលមកគឺដាក់សំខាន់ទៅលើទ័ពមនុស្សឲ្យសត្រូវដឹងថាបាញ់ស្រួលប៉ុន្តែចូលមកងាប់សាកសពចេញទៅវិញអត់បានទេអានឹងគឺធ្វើឲ្យលេងឲ្យមានតែផ្លោងមកផ្លោងបងប្អូនអាក្របផ្លោងយើងងាយកិច្ចទេមែនទេអញ្ចឹងបានជាទស្សនៈរបស់សូនតារានេះខ្ញុំអត់មានថាអីទេខ្ញុំគ្រាន់តែចោទសួរថាតើសំណាញ់មេឃពេលណាប្រើសំណាញ់មេឃពេលណាប្រើគឺខ្ញុំមិនដឹងទេគឺអាស្រ័យទៅលើថាតើមានឬមិនមានត្រឡប់សេចក្តីមកវិញបើមានអាហ្នឹងគឺយើងអត់ប្រើប្រហែលជាខ្ញុំយល់ថាប្រហែលជាគេអាចគ្រប់គ្រងសមរភូមិបានមែនទេចុះបើសិនជាសមរភូមិគ្រប់គ្រងបានគួរតែប្រើណែបើដូចលោកទស្សនៈរបស់ប៉ាងសខឿនណាគៀងចិនគាត់ថាបើយើងដាក់វាឲ្យធ្លាក់តែ2 3តែមួយអានោះវាស្វាងណាខ្ញុំឯកភាពកន្លែងហ្នឹងបើប្រើត្រូវតែត្រៀមឲ្យល្អអង្គុយចាំឲ្យល្អមែនទេលីអេជួនបើដាក់ឲ្យតែធ្លាក់បងប្អូនតែ3ណាតែ3គឺលើកក្រោយហ្នឹងប្រហែលប្រយ័ត្នប្រយែងហើយបងប្អូនណាថៃវាធ្វើសង្គ្រាមវាអាងតែមួយគត់វ៉ាល់ដឺមៀពូណាអាងតែមួយគត់គឺអាងអីអាងយន្តហោះចម្បាំងទេគេហៅថា air strike ណាបើដកតែយន្តហោះចម្បាំងនឹងចេញស្រីឡៃស្ទឹងត្រៃវាអត់ហ៊ានធ្វើសង្គ្រាមទេវាមើលងាយខ្មែរយើងត្រង់យន្តហោះចម្បាំងយើងសូនបងប្អូនមានវាយ Google ឬក៏វាយគេហៅថាការប្រៀបធៀបឥឡូវនេះឃើញអន្តរជាតិអ្នកវិទ្យាសាស្ត្រនយោបាយខ្លះគេចាប់ផ្ដើមប្រៀបធៀបរវាងថៃនិងខ្មែរបើប្រៀបធៀបកម្លាំងយោធាអីហ្នឹងថៃវាទំហំធំប៉ុន្តែបើនិយាយពីទឹកចិត្តតបខ្មែរយើងខ្លាំងណាតបខ្មែរយើងខ្លាំងហើយការគ្រប់គ្រងសមរភូមិនេះយើងអាចដឹងទេប៉ុន្តែដូចที่ខ្ញុំលើកឡើងកាលពីវីដេអូមុនអញ្ចឹងកងទ័ពអត់ចាំបាច់អ្នកកងទ័ពអ្នកដែលកាន់សមរភូមិអត់ចាំបាច់ឆ្លងឆ្លោយជាមួយអ្នកដតីទេអ្នកណាយល់ឃើញយល់ទៅបើនេះបើខ្លួនឯងផ្ទាល់ជាអ្នកសម្រេចមែនទេខ្លួនឯងផ្ទាល់ជាអ្នកសម្រេចតើណាកុំបាច់ទៅឡៃទៅឆ្លោះទៅតតាំងជាមួយអ្នកដែលយល់ឃើញថាចេះថាចុះក៏មិនបាច់តតាំងជាមួយសូនតារាដែរខ្ញុំយល់ឃើញមិនជារឿងរបស់ខ្ញុំទេមែនទេព្រោះមានតែយើងទេដែលដឹងប៉ុន្តែបើខ្ញុំថាដូចប៉ាងសខឿននិយាយត្រូវណាប៉ាងសខឿនថាបើដាក់ឯងតែ2 3ទៅគឺចប់ហើយវាអត់មានទេពីព្រោះថៃវាអាងតែម្យ៉ាងគឺសិតគឺយន្តហោះចម្បាំងហ្នឹងយន្តហោះចម្បាំងមែនទេដែលអាចចូលមកបានបើថ្មើរជើងស្រុកវាមិនដែលកើតសង្គ្រាមទេអាហ្នឹងគឺចូលមកវាល្មមអាចតតាំងគ្នាបានហ្នឹងណាហើយបើថាចូលមកគឺខ្ញុំបោះសាទរឃើញសំអានគាត់បង្ហោះនៅវីដេអូមួយដែលកងទ័ពខ្មែរយើងដកទង់ជាតិថៃខ្ញុំថាងាប់ហើយហើយចូលក្នុងយោធាណាបងនៅក្នុងវិស័យយោធាចូលមកដាក់លើទឹកដីគេភូមិសាស្ត្រនេះណាខ្ញុំថាចំរត់ទៅរួចណោះអ្វីដែលខ្ញុំឆ្ងល់ទី1ខ្ញុំសរសើរអបអរសាទរចំពោះណាសរសើរគ្រប់ដឹងគុណចំពោះកងទ័ពវីរៈកងទ័ពកម្ពុជាដែលបានដណ្ដើមទីតាំងភូមិសាស្ត្រដកទង់ជាតិថៃបោះចោលណាដកបលាលួសបោះចោលនឹងវិញមកដាក់បលាលួសនោះវាទុកជាប់ណាប៉ុន្តែខ្ញុំសំណោះតែចេះថាចុះហេតុអីបានជានៅតាមផ្លូវហ្នឹងថៃរត់អស់លីងវារត់លឿនម៉េចមែនទេយើងមានវិធីសាស្ត្រធ្វើម៉េចកុំឲ្យរត់រួចអាហ្នឹងតតែកុំឲ្យរត់រួចហ្មងតតែមកហើយគឺថាទៅរួចទៅវិញមិនបានអាហ្នឹងបានវារៀងមិនអីប៉ុន្តែទោះយ៉ាងណាក៏ដោយបើគេណាគេនិយាយពីសង្គ្រាមគឺខ្ញុំត្រូវតែណាគោរពនៅការលះបង់របស់កងទ័ពនៅគ្រប់ក្រតិសាស្ត្រហើយបំណងរបស់យើងគឺចង់ឲ្យមានបទឈប់បាញ់និងឈប់ជាអចិន្ត្រៃយ៍ទស្សនៈខ្ញុំនៅតែបទឈប់បាញ់ឈប់ជាអចិន្ត្រៃយ៍គោរពនៅកិច្ចព្រមព្រៀងសន្តិភាពដើម្បីប្រទេសនៅក្នុងតំបន់អាស៊ាន Royal Zin ត្រឡប់ទៅរក
ប្រកក្រដីវិញប្រិយមិត្ត share រនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់អញ្ចឹងថ្ងៃនេះខ្ញុំជឿថាបងប្អូនយើងអាចអស់ចង្អល់រឿងថាហេតុអីបានមិនប្រើសំណាញ់មេឃដូចជាសូនតារាចូលរួមចំណែកនៅក្នុងការយល់ឃើញនឹងថាបើសិនជាមានមិនមានអានឹងមិនមែនអីចម្លែកទេយើងអត់មានទេយើងគាត់ថាកំញើនេះប៉ុន្តែបើមានគេមិនទាន់ប្រើមានន័យថាគឺគេអាចគ្រប់គ្រងសមរភូមិបានទី1ទី2ជាយុទ្ធសាស្ត្រសង្គ្រាមមិនមែនកំរោលចូលដូចថៃទេថៃវាជាចៅឆ្លៀនពៀនវាត្រូវការប្រើញញួរឧបករណ៍ដើម្បីគាស់ទ្វារយើងជាការពារទឹកដីយើងអត់បញ្ញត្តិទេយើងប្រើតែកូនសោទេទី2ទី3គឺយើងមើលកម្លាំងសេដ្ឋកិច្ចថៃវាមានគ្រាប់អញ្ចឹងយើងត្រូវតែចេះរៀនសន្សំទ្រព្យសន្សំទ្រព្យសន្សំគ្រាប់និងណាសន្សំអាវុធបាញ់គឺត្រូវតែចាំបាច់អញ្ចឹងបើសិនជាសមរភូមិហ្នឹងជួនកាលអាចត្រួតត្រាបានអាចគ្រប់គ្រងបានអាចរំដោះអាចយកមនុស្សចេញអាហ្នឹងគឺក៏ទៅមួយយ៉ាងដែរចំណុចចុងក្រោយជួនកាលវាអស់លទ្ធភាពឲ្យឃើញសិនទៅធម្មតាថៃប្រឹងអស់លទ្ធភាពក៏វាជាបង្ហាញនៅចំណុចមួយទៅអាហ្នឹងចាំច្រើនអស់ប៉ុណ្ណឹងមានពេលខ្លះសង្គ្រាមគេសិក្សាពីសង្គ្រាមទេវាសង្គ្រាមមិនអាចសិក្សាពីក្រដាស់បានទេជាក់ស្ដែងសិក្សាអំពីស្ថានភាពជាក់ស្ដែងឧទាហរណ៍ថាពេលដែលខ្មាំងវាយមកបែបហ្នឹងដំបូងមកយើងស្លាប់ច្រើនប៉ុន្តែដល់វាយលើកទី2គេឲ្យស្លាប់ច្រើនទេព្រោះគេដឹងថាបើវាទម្លាក់បែបហ្នឹងតើយើងត្រូវកិច្ចបែបណាតើយើងត្រូវពួនបែបណាគេសិក្សាអំពីស្ថានដីថាបើដីធ្លាក់បែបហ្នឹងវារត់ទៅឯណាតើកងទ័ពត្រូវមានរបៀបជ្រកយ៉ាងដូចម្ដេចអាហ្នឹងគេសិតតែយើងមិនដឹងទេកងទ័ពដឹងហើយចុងក្រោយយើងនឹងចូលទៅដល់របៀបរយៈចុងក្រោយសំណួរចម្លើយនិងបញ្ហាផ្សេង drone ខ្ញុំឃើញហ៊ុនសែនខ្ញុំឃើញសំអាននិងបងប្អូនដទៃទៀតនេះបង្ហោះ drone មួយដែលក្រោយមកដូចជាឃើញមโนទេពនិយាយថា drone ហ្នឹងមិនមែនរបស់ខ្មែរទេគឺជារបស់អ៊ុយក្រែនទេក្នុងរូបភាព drone មានតែខ្លះសរសើរពីស្នាដៃផលិតរបស់កូនខ្មែរប៉ុន្តែតាមពិតឥឡូវក៏បាត់ដំណឹងនឹងទៅវិញដែលខ្លះគេថាវាជារបស់អ៊ុយក្រែនទេបើសិនជាខ្មែរយើងអាចធ្វើអញ្ចឹងបានខ្ញុំគិតថាបូនីបូណាក៏គេមិនបង្ហាញដែរមែនទេហើយបើខ្មែរយើងអាចមានសមត្ថភាពស្មើអ៊ុយក្រែនបានទីនោះថៃក៏មិនអាចឈ្លានពានទឹកដីបានដែរទីមួយទៀតក៏មានបងប្អូនយើងខ្លះក្នុងអំឡុងពេលដែលបង្ហោះដ្រូនដូចរឿងចម្លែកដែលមកពីអ៊ុយក្រែនហ្នឹងណាតែខ្ញុំក៏មិនដឹងថាយ៉ាងណាដែរគាត់ថាអានឹងវាទៅមិនរួចតែខ្ញុំមើលទៅមាន drone ហ្នឹងគឺ drone អត្តឃាត drone អត្តឃាតមានន័យថាអត់ត្រូវការគេបាញ់ទម្លាក់ទេគឺវាត្រូវតែធ្លាក់ខ្ទេចទាំងអស់មាន drone មួយទៀតវាមានតម្លៃថ្លៃអត់មនុស្សបើកមែនគឺ drone ដែលដាក់គ្រាប់បែកហើយមិនមែនជា drone អត្តឃាតទេគឺ drone ដែលវាគ្រាន់តែយកគ្រាប់មកទម្លាក់ហើយវាត្រូវទៅវិញវាតម្លៃថ្លៃណាស់មិនត្រូវឲ្យគេបាញ់ធ្លាក់ទេណាប៉ុន្តែបើ drone អត្តឃាតហ្នឹងយើងបាញ់ទៅបានណាសម្បត្តិយើងបាញ់ទៅវាធ្លាក់លើអ្នកបាញ់ហ្នឹងណាអញ្ចឹង drone អត្តឃាតហ្នឹងគឺហោះទៅលើហើយវាធ្លាក់ទាំងអា drone ហ្នឹងផ្ទុះតែម្ដងប៉ុន្តែទោះយ៉ាងណាក៏ដោយខ្ញុំជឿថាប្រទេសកម្ពុជាគួរតែរៀនបទពិសោធន៍ឲ្យបានជ្រៅជ្រះអំពីណាសង្គ្រាមសម័យបច្ចេកវិទ្យាទំនើបសម័យបច្ចេកវិទ្យាទំនើបបច្ចុប្បន្ននេះគឺវាប្រើបច្ចេកទេសរឿងសង្គ្រាមដៃវាមិនងាយឡើយហើយសម្រាប់សូនតារានៅតែដដែលទេដើម្បីប្រើបច្ចេកវិទ្យាទំនើបអត់មានអីក្រៅតែពីងាកអានឹងហ៊ុនសែនខ្ញុំមិនដឹងថាសម្រាប់សូនតារាគឺទៅលោកខាងលិចនិងអាមេរិកកំឡោះbằng nịt một prey cho mình share rồi đi tới căn prey cho mình được tây tiền tu được tu sơn bà sạc khâu chân bắt đạch cả plak đồ mắt cùng nịch ba và phần nằm mà vốn á vây để khi nhom để giấy cứ cầm rất tốt sẵn nè mình bên chia nhẹ xa po đồng biến mình bên chia nhẹ riêng cá chia cá mơ khơi nơi nông chặt khô vì say rồi bọc nhom tay phần nọ và sơn bị thần nào được cứu dầm mạnh mê ប្រើអត់កើតដោយសារចិនមិនអោយប្រើបាទអានឹងជាទស្សនៈដែរពីព្រោះអត់ឃើញអ្នកណាប្រាប់យើងផងនេះសំណាញ់មេឃប្រើមិនបានព្រោះចិនមិនអោយប្រើបើចិនមិនអោយប្រើយកទៅឲ្យចិនវិញទៅយកបន្ទុកទៅអីនាំទៅធ្ងន់មែនទេធម្មតាបើកាលណាយើងទិញដាច់ហើយវាជាកម្មសិទ្ធិរបស់យើងហើយប៉ុន្តែវាអាចដែរនៅក្នុងកិច្ច
សន្យាយោធាយើងក៏មិនដឹងស៊ីជម្រៅទេណាថាចិនមិនអោយប្រើឬក៏ហ៊ុនសែនមិនប្រើរបស់ចិនដើម្បីទៅបាញ់របស់អាមេរិកនាំឲ្យអាមេរិកខឹងទៅជួយថៃកាន់តែខ្លាំងអានឹងយើងមើលមិនដឹងអ្វីដែលយើងនិយាយខ្ញុំចង់ឲ្យអ្នកដឹងគឺស្ថិតនៅក្នុងកម្រិតទស្សនៈបាទមិនមែនជាព័ត៌មានមិនមែនជារឿងពិត 100%ទេបាទនេះណាសីលរិទ្ធពេជ្រហេតុអ្វីរដ្ឋាភិបាលមិនស្នើសុំជំនួយអាវុធសុំពីនរណាមានតែទិញបាទ0មិថុនាវាអត់មាន password អត់មានលេខកូដទេខ្ញុំអត់ដឹងដែរបាទតែយើងដឹងពីណាមកអាហ្នឹងណានរឹងថតរូបសំណួរទី2និងទី5ហើយតើសំណាញ់មេឃនៅឯណាឬមួយចិនបាទខ្ញុំកំពុងតែឆ្លើយហ្នឹងគឺខ្ញុំកំពុងតែនិយាយហ្នឹងគឺជាចម្លើយនៅក្នុងសំណួរហ្នឹងហើយតើសំណាញ់មេឃនៅឯណាហ្នឹងគឺអត់ហើយណានេះបើមានគឺមិនប្រើអាចថាមិនចាំបាច់គ្រប់គ្រងសមរភូមិបានបើបងប្អូនយើងខ្លះថាអត់មាន password ចិនមិនឲ្យប្រើអាហ្នឹងគឺមានចម្លើយហ្នឹងហើយប៉ុន្តែបើចម្លើយពិតប្រាកដគឺយើងបានដឹងអ្វីដែលយើងនិយាយគឺស្ថិតនៅក្នុងកម្រិតទស្សនៈតែប៉ុណ្ណោះឬមួយចិនវាលក់តែសម្បកសិនបាទជួនកាលចិនតាំងពីពណ៌បងប្អូនអាចត្រូវដែរដោយបងប្អូនយើងម្នាក់គាត់ថាចិនលក់តែសម្បកសិនហ្នឹងជួនកាលចិនវាតាំងពីពណ៌តើប៉ាស្រីលីនតាំងពីពណ៌មកនេះធ្វើសមយុទ្ធយោធាឲ្យតែមួយសំណាញ់មេឃហ្នឹងឲ្យតែមួយណាសារីយ៉ាងដើម្បីដាក់ឲ្យយើងទាំងអស់គ្នាឃើញចឹងទៅយើងក៏ឃើញអាវុធនឹងទំនើបទៅតាហ៊ានយើងក៏ទៅថតឈរក្បែរអាវុធហ្នឹងហើយក៏ថតបង្ហោះទៅដល់ទៅពេលថតបង្ហោះទៅយើងក៏យល់ឃើញថាអូខ្មែរមានសំណាញ់មេឃតាមពិតអានឹងគឺជាខ្សោមយុទ្ធយោធានៃខ្មែរចិនវាឲ្យអានឹងមួយដើម្បីថតទៅតើបងប្អូនហើយមួយទៅបាញ់យ៉ាងម៉េចកើតបងប្អូនអានឹងតើមានគ្រាប់រាប់រយណារាប់រយរាប់ពាន់ណាព្រោះយន្តហោះមួយមិនមែនបាញ់គ្រាប់មួយត្រូវទេយើងកាប់បាច់មកប្រាវនឹងទឹកភ្លៀងជះទៅបានវាអាចត្រូវមួយអញ្ចឹងបើថាវាគ្រាន់តែមានតែអានឹងមានតែមួយហើយមានគ្រាប់តែ3 4អានឹងក៏ប្រើទៅអត់ប្រយោជន៍ទេព្រោះបាញ់ទៅចោលដដែលនាំឲ្យតែគេដឹងទីតាំងហើយផ្ញើគ្រាប់មកវិញឈៀងសំខាន់ធ្លាក់ត្រូវណានឹងដដែលទេបាទមេងឈៀងសួស្ដីបាទបាត់បងប្អូនយើងបាទយើងគៀងខមមិនបាទចប់ហើយមេងឈៀងមានន័យថាម៉េចណាសំណាញ់មេឃទុកការពីផ្ទះអាចត្រូវដែរបាទសិតតែរឿងអាចអាហ្នឹងណាបាទណាបើត្រកូលហ៊ុនរលំសង្គ្រាមនេះនឹងចប់អាហ្នឹងក៏សុទ្ធតែអាចត្រូវដែរវាអត់មានអីខុសទេប៉ុន្តែសួរថាត្រូវធ្វើម៉េចហ្នឹងខ្ញុំចាំតែមើលទេគូប្រជាជនក៏ចាំតែមើលដែរតើត្រូវធ្វើម៉េចឧទាហរណ៍ទៅចេះចុះបើយើងបដោតទៅលើថាអូសង្គ្រាមហ្នឹងតើយើងមានសំអាងអីយើងមានសំអាងអីដែលថាពេលដែលហ៊ុនសែនដួលរលំទៅធ្វើឲ្យថៃឈប់ការឈ្លានពានតើថៃមកប្រាប់យើងឬក៏យ៉ាងម៉េចអាហ្នឹងយើងនិយាយបែបជាសាសណាតើថៃមកប្រាប់យើងមកទូរស័ព្ទប្រាប់យើងថាបើហ៊ុនសែនរលំទៅថៃនឹងឈប់ឈ្លានពានអាហ្នឹងវារឿងថៃក៏អត់ប្រាប់ថាអញ្ចឹងអាហ្នឹងណាចឹងមិនតែខ្ញុំថាប៉ាវិជាអ្វីដែលយើងនិយាយគឺស្ថិតនៅក្នុងទស្សនៈអានេះចំណុចទី1ចំណុចទី2ទៅរបស់ហ៊ុនសែនរលំទៅតើសូនតារាទេសូនតារាសមរងស៊ីទៅដឹកនាំប្រទេសហ្នឹងតើខ្ញុំនៅទៅទៀមទាកោះគុតដែរឬទេហើយខ្ញុំនៅតែទៀមទាប្រាសាទដែលថៃកាន់កាប់ដែរឬទេខ្ញុំនៅតែទៅទៀមទាអនុវត្តនៃសិទ្ធិសញ្ញាបារាំងសៀមកម្រិតព្រំដែនបារាំងសៀមដែរឬទេដែលញឹកប៊ុនឆៃគាត់និយាយថាថៃចូល3គីឡូម៉ែត្រ3000ម៉ែត្រគឺ3គីឡូម៉ែត្រឬបើតើតែខ្ញុំទៅហើយតើថៃក៏ឲ្យអានឹងវិញដែរអត់ថៃវាព្រមតាមខ្ញុំមកអត់បើតើខ្ញុំផ្ដួលហ៊ុនសែនទៅខ្ញុំទៅទៀមទាកោះគុតខ្ញុំទៅយកទឹកដីដូចចាក់បញ្ឆៃថានឹង3គីឡូម៉ែត្រមកវិញហើយនឹងទៀមទាប្រាសាទដែលថៃកាន់កាប់ទាំងអស់បោះព្រំដែនតាមសន្ធិសញ្ញាបារាំងសៀមហ្នឹងតើថៃយល់ព្រមដែរឬទេបើថៃយល់ព្រមដែរខ្ញុំថាយើងឯកភាពទៅបងប្អូនណាសមរង្ស៊ីអំពីវនីវហ្នឹងគឺវាត្រូវហើយមែនទេប៉ុន្តែគាត់ថាបើអំពីវនីវដូចខ្ញុំនិយាយកាលពីម្សិលមិញហ្នឹងខ្ញុំអបអរសាទរអត់មានទេបើសិនយើងអាចធ្វើអ្វីមួយដែលដើម្បីឲ្យកម្ពុជាខ្លាំងហើយមោទនភាពណាខ្ញុំជាបើសម្រាប់សូនតារាបងប្អូនណាខ្ញុំនិយាយតែនេះមួយបើតែទស្សនៈសូនតារាស្រីមុំច័ន្ទគឺនៅជាមួយខ្មែរកងទ័ពនិងប្រជាជនដើម្បីការពារទឹកដីកម្ពុជាព្រោះខ្ញុំយល់ថាទឹកដីកម្ពុជាមិនមែនកើតពីពួកហ៊ុនសែនបងប្អូនប៉ុន្តែបើសិនមែនទេបើសិនជាយើងតាមតើយើងត្រូវតាមនរណាតាហេង
បើយើងតាមទៅយើងត្រូវតាមដល់ណាបងប្អូនណារុយក្បាលខៀវបងប្អូនតាមសំរងស៊ីចុះកុំតាមខ្ញុំណាខ្ញុំជាអ្នកស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតខ្ញុំមិនមែនជាមេដឹកនាំចលនានយោបាយខ្ញុំមិនមែនជាមេដឹកនាំរដ្ឋាភិបាលក្នុងស្រុកឬក៏ក្រៅស្រុកទេជំរឿនរបស់បងប្អូនសម្រាប់អ្នកដែលប្រឆាំងនឹងរបបផ្ដាច់ការនិងកសាងលទ្ធិប្រជាធិបតេយ្យចូលបងប្អូនតាមសំរងស៊ីចោកុំតាមខ្ញុំមិនសោះព្រោះបើសិនជាថ្ងៃណាមួយឧទាហរណ៍ខ្ញុំជាមេដឹកនាំចលនានយោបាយឬក៏ខ្ញុំជាមេដឹកនាំរដ្ឋាភិបាលក្នុងប្រទេសឬក្រៅប្រទេសណាមួយបងប្អូនអាចតាមខ្ញុំឬមិនតាមខ្ញុំបានប៉ុន្តែក្នុងកលៈទេសៈនេះចូលបងប្អូនតាមសំរងស៊ីចោតាមសំរងស៊ីចោមែនទេហើយអ្វីដែលសូត្រានិយាយនេះគឺក្នុងនាមជាអ្នកស្រាវជ្រាវជនប្រកាសផ្ដាច់ការនិងជានិមិត្តរូបនៃសច្ចធម៌និងយុត្តិធម៌សច្ចធម៌យុត្តិធម៌គឺខ្ញុំនិយាយការពិតខ្ញុំនិយាយការពិតមែនទេហើយបងប្អូនយើងអាចឲ្យថាយើងនឹងទៅប្តឹងតុលាការអន្តរជាតិទៅប្តឹង ICJ ប្តឹង ICC តើ ICJ ICC យើងប្តឹងវាត្រូវតែប្តឹងហើយតើថៃស្ដាប់ឬក៏បើថៃមិនស្ដាប់គឺមិនឧទាហរណ៍ថៃវាមានរថក្រោះមានកំភ្លើងវានៅបន្តវាយតើអង្គការសហប្រជាជាតិនឹងបញ្ជូនទ័ពតើ ICJ នឹងបញ្ជូនទ័ពទៅទេបងប្អូនមើលរុស្ស៊ីវាយចូលទឹកដីអ៊ុយក្រែនប្រមាណខែតបើសិនជាអត់មានអាវុធខ្លាំងជំនួយពីអាមេរិកនិងអឺរ៉ុបទេណែអ៊ុយក្រែនបាត់បង់ទឹកដីបាត់ទៅហើយរហូតដល់រុស្ស៊ីវាយយកបានប្រមាណ 2-3 ខែហើយទៅមុខលេងរួចចឹងណាគឺអានឹងគឺទៅរុស្ស៊ីវាចង់បានវាលែងចង់ធ្វើសង្គ្រាមសម្រាប់រុស្ស៊ីមិនលែងចង់ធ្វើសង្គ្រាមទេវាចង់យកទឹកដីអ៊ុយក្រែនមួយទាំងមូលប៉ុន្តែវាសម្រាប់វាចង់សម្រាប់សិនដើម្បីបន្តទៅពេលដែលថ្ងៃណាមួយវាយទៅអ៊ុយក្រែនទៀតអញ្ចឹងមានន័យថាម៉េចបងប្អូនណាមានន័យថាបងប្អូនកុំតាមសូនតារាខ្ញុំប្រាប់អញ្ចឹងណាខ្ញុំមិនមែនបើខ្ញុំជាមេដឹកនាំចលនានយោបាយបងប្អូនអាចតាមខ្ញុំឬមិនតាមខ្ញុំបើខ្ញុំជាមេដឹកនាំរដ្ឋាភិបាលក្រៅប្រទេសដូចសមស៊ីបងប្អូនអាចតាមខ្ញុំឬមិនតាមខ្ញុំប៉ុន្តែកលៈទេសៈនេះបើសិនជាបងប្អូនសួរថាលោកគ្រូតើខ្ញុំត្រូវតាមសូនតារាឬតាមសំរងស៊ីចម្លើយតាមសំរងស៊ី 100% កុំតាមសូនតារាឲ្យសោះខ្ញុំជាអ្នកនិយាយទេហើយខ្ញុំឈរលើសច្ចធម៌និងយុត្តិធម៌ហើយខ្ញុំណាតាមនរណាសូនតារាតាមម្ដងគតិរបស់ខ្ញុំទេខ្ញុំតាមម្ដងគតិរបស់ខ្ញុំអត់តាមអីទេម្ដងគតិមានន័យថាម៉េចបើអ្វីដែលខ្ញុំមើលទៅវាបំរើឲ្យផលប្រយោជន៍ជាតិអានឹងគឺខ្ញុំចូលរួមហ្នឹងមែនទេគឺខ្ញុំតម្កល់ជាតិមាតុភូមិជាធំនេះប៉ុន្តែវាយើងត្រូវរកផុសតាំងគាត់មិនថាយើងត្រូវរកផុសតាំងវិញថាបើសិនជាខ្ញុំទៅកាន់អំណាចបើសិនជាខ្ញុំទៅហ៊ុនសែនឥឡូវសូនតារាខ្លាំងមែនទេខ្ញុំទៅផ្ដួលហ៊ុនសែននៅពេលនេះហើយខ្ញុំទៅកាន់អំណាចតើថៃនឹងប្រគល់កោះគុតមកឲ្យខ្ញុំដែរទេតើថៃនឹងឯកភាពចុះកិច្ចព្រមព្រៀងនៃកំណត់ព្រំដែនតាមសន្ធិសញ្ញាបារាំងសៀនដែរទេបើខ្ញុំមិនឯកភាពតាមថៃខ្ញុំជឿថាថៃនៅតែវាយខ្ញុំដដែលពីព្រោះខ្ញុំអត់ជឿនរណាត្រូវតែពីខ្ញុំខ្លាំងទេខ្ញុំមិនជឿបរទេសណាថាគេនឹងយកយល់គេឲ្យទឹកដីមកខ្ញុំព្រោះតែខ្ញុំនឹងព្រមផ្ដួលហ៊ុនសែនអត់ទេមែនទេពីព្រោះពេលដែលយួនវាយផ្ដួលប៉ុលពតគឺបើយោងតាមអាយដាមីងចៀងក៏ទៅសេតបត់គឺថាគឺយួនវាទទួលបានទឹកដីអំពីហ៊ុនសែនដូចជាទៅកោះត្រល់ដោយលោកធីនសំស៊ីគាត់ថាណែយើងបាត់បង់ដីទៅយួនច្រើនដូចកោះត្រល់ព្រំដែនភូមិហេងសំរិនអានឹងដោយសារតែយើងជួយយួនដោយសារតែយួនជួយផ្ដួលប៉ុលពតហើយជាបើសិនជាថៃទៅផ្ដួលហ៊ុនសែនឧទាហរណ៍ថាតើបើសិនជាខ្ញុំអត់ឲ្យអីទៅថៃសោះបើខ្ញុំមិនបានឲ្យប្រាសាទបើខ្ញុំមិនបានឲ្យកោះបើខ្ញុំមិនបានឲ្យសមុទ្រដូចកឹមសុខគាត់លើកឡើងអំពីដែនសមុទ្រយើងបាត់បង់ប្រមាណកោះត្រល់ដែនសមុទ្រទឹកដីយើងឧទាហរណ៍ចេះបើខ្ញុំមិនឲ្យអីថៃសោះរឿងអីដល់ថៃទៅផ្ដួលហ៊ុនសែនយកមកខ្ញុំបងប្អូនវាតើខ្ញុំឲ្យអីទៅថៃហើយបើខ្ញុំឲ្យអីទៅថៃខ្ញុំក្បត់ជាតិបាត់ហើយអាហ្នឹងខ្ញុំក្បត់ជាតិហើយខ្ញុំស៊ូមែនទេ
ឲ្យហ៊ុនសែននៅកាន់អំណាចការពីទឹកដីហើយខ្ញុំរកវិធីដើម្បីផ្លាស់ប្ដូរសង្គមកម្ពុជាតាមរូបមន្តរបស់ខ្ញុំឧទាហរណ៍ថាខ្ញុំមានរូបមន្តមួយគឺដើរចូលគុកឧទាហរណ៍ថ្ងៃអនាគតធ្វើដូចមហាធម្មគុណធីប្រជាជនរាប់ម៉ឺនរាប់សែនរាប់លានអ្នកដើរចូលគុកហ្នឹងខ្ញុំនៅមានទស្សនៈផ្សេងចឹងខ្ញុំធ្វើតែជាមួយកម្ពុជានិងកម្ពុជាទេសូនតារានិងហ៊ុនសែនទេប៉ុន្តែរឿងបរទេសលោកដៃដែលខ្ញុំទៅពាក់ព័ន្ធណាដែលខ្ញុំទៅសុកចិត្តថាអូខ្ញុំស្អប់ហ៊ុនសែនណាចង់ឲ្យហ៊ុនសែនរលាយដូច្នេះត្រូវតែឲ្យថៃបងប្អូនជឿសម្ដីសូនតារាបាទចូលជឿលើភាពខ្លាំងរបស់យើងកុំជឿថាបរទេសមានធម៌មេត្តាអ៊ុយក្រែនបើមិនខ្លាំងរុស្ស៊ីស៊ីបាទនេះដូចគ្នាអ៊ីស្រាអែលពីមុនមកយើងកុំនិយាយយើងកុំគាំទ្រអ៊ីស្រាអែលធ្វើសង្គ្រាមសម្លាប់មនុស្សបាទនេះយើងគាំទ្រថាអ៊ីស្រាអែលពីមុនមកប្រទេសតូចណាអារ៉ាប់នៅជុំវិញខំស៊ីអ៊ីស្រាអែលបើអ៊ីស្រាអែលមិនខ្លាំងណាវាអត់មានអត្ថិភាពវាអត់មានវត្តមានបច្ចុប្បន្ននេះជឿលើភាពខ្លាំងរបស់យើងកុំជឿថាបរទេសណាគេអាចមានធម៌មេត្តាចំពោះយើងព្រោះតែយើងសម្លាប់ខ្មែរគ្នាឯងឲ្យសោះកុំជឿឲ្យសោះប្រិយមិត្តអ្នកណាជឿពីនឹងហើយឈប់គ្រប់គ្រងសូនតារាក៏ឈប់ទៅចុះខ្ញុំនិយាយពិតប្រាកដណាខ្ញុំនិយាយប្រកាសខ្ញុំអត់ត្រូវការមានអ្នកគ្រប់គ្រងទេខ្ញុំត្រូវការការពារប្រទេសជាតិហើយខ្ញុំត្រូវការឲ្យទឹកដីកម្ពុជាគង់វង្សតាមរបៀបណាមួយដែលមិនត្រូវកំទេចខ្មែរគ្នាឯងព្រោះខ្ញុំស្អប់ហ៊ុនសែនកំទេចខ្មែរគ្នាឯងចឹងបានជាខ្ញុំមិនចង់យកគំរូតាមហ៊ុនសែនប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាម៉ែបានតែមួយស្រាច់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតបាទយើងតទៀតតែសំណួរល្អបាទហ៊ុនសែនគ្មានគំនិតការពារទឹកដីឡើយគឺមានតែបំផ្លាញបាទរិនដាកឹមហនុមានសូនតារាឈរលើសច្ចធម៌តែហើយនិមិត្តរូបរបស់សូនតារាគឺសច្ចធម៌និងយុត្តិធម៌ឥឡូវបងប្អូនអាចបង្ហាញឲ្យខ្ញុំឃើញបង្ហាញទេណាមិនឈឺបងប្អូនអាចបង្ហាញទស្សនវិស័យជាអ្នកប្រាជ្ញអាចបង្ហាញឲ្យខ្ញុំមើលឃើញថាបើសិនជាខ្ញុំឥឡូវនេះខ្ញុំទៅផ្ដួលហ៊ុនសែនណាហើយដែលតើតែខ្ញុំនឹងឲ្យអីទៅថៃបងប្អូនណាហើយក្នុងកំឡុងពេលឧទាហរណ៍ថាពីបាក់តបព្រឹបទាហានថៃពងងាប់ច្រើនឥឡូវនេះងាប់ច្រើនណាបាក់តបព្រឹបអានឹងពេញកំហឹងហើយពេញកំហឹងហើយអានឹងរឿងអីរៀបថាច្បោកច្បល់ប្រទេសនៅក្នុងស្ថានភាពប្រទេសកំពុងតែច្បោកច្បល់សត្រូវចូលអត់ធម៌មេត្តាទេណាបងប្អូនអញ្ចឹងហើយបានជាលើពិភពលោកយើងនេះគ្រប់ប្រទេសទាំងអស់ទោះជាប្រកួតប្រជែងគ្នាយ៉ាងណាក៏ដោយជាពិសេសស្រុកបារាំងទោះជាមានការបោះឆ្នោតយ៉ាងណាក៏ដោយឲ្យតែមានសង្គ្រាមសត្រូវឈ្លានពានគេឈប់ការបោះឆ្នោតសិនគេឈប់ការបោះឆ្នោតសិនច្បាប់នៅស្រុកបារាំងយើងដែលប្រឡងចូលជាតិគឺដឹងនៅអាមេរិកក៏ដោយនៅអាមេរិកដោយសារសង្គ្រាមវានៅក្រៅប្រទេសអត់ក្នុងប្រទេសនៅអ៊ុយក្រែនយើងមើលឃើញអ៊ុយក្រែនឥឡូវ Zelensky គាត់លើកឡើងហើយគាត់ថាបើសិនជាប្រទេសហ្នឹងមានស្ថានភាពល្អមានសន្តិសុខសុវត្ថិភាពមានសន្តិភាពគាត់នឹងរៀបចំការបោះឆ្នោតកើតមានតែសម្រាប់ប្រទេសមានសន្តិភាពតែប៉ុណ្ណោះបាទប៉ុន្តែតិចច្រឡំតែសូនតារានេះដែលមិនគ្រប់គ្រងសំរងស៊ីមិនមែនទេខ្ញុំជម្រាបប្រាប់ថារវាងខ្ញុំសូនតារានិងសំរងស៊ីបើមានទស្សនៈផ្ទុយគ្នាជារឿងធម្មតាឧទាហរណ៍មានទស្សនៈផ្ទុយគ្នាចូលតាមសំរងស៊ីចុះកុំតាមខ្ញុំឲ្យសោះសំបីតែសូនតារាក៏តាមសំរងស៊ីដែរប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការសឿងអៀបផ្លាស់ប្ដូរផ្នត់គំនិតបាទយើងនៅសល់ម៉ោងបន្តិចយើងអានទៀតបាទអុកសុភ័ក្រណែអត់ទេណែខមមិនល្អបាទខមមិនល្អប្លែកព្រោះសូនតារាណែអាចតតាំងជាមួយបងប្អូនបានគ្រប់ចម្ពោះកូនខ្មែរអង្គរអនុទិនកំពុងរកផ្លូវរត់ហើយលោកគ្រូស្នើរំលាយសភាអញ្ចឹងបានថាយើងនេះទៅយើងខ្ញុំមិនដឹងទេណាប៉ុន្តែបើខ្ញុំយុទ្ធសាស្ត្រខ្ញុំផ្សេងយុទ្ធសាស្ត្រខ្ញុំដើម្បីផ្លាស់ប្ដូរនៅក្នុងប្រទេសកម្ពុជាខ្ញុំឃើញហើយជនផ្ដាច់ការគឺប្រើគុកណាប្រើគុកដើម្បីធ្វើបាបដូច្នេះបើយើងយកគុកមកដោះស្រាយដើរចូលគុកមកលៀនអ្នកយើងដោះស្រាយចេញអាហ្នឹងគឺអំណាចហ៊ុនសែនសូវតែម្ដងបាទរិនដាកឹមហ៊ុនណាល់ទុកហ៊ុនសែនប្រទេសរលាយកាត់ដីយើងដឹងគ្រប់តែគ្នាប៉ុន្តែធ្វើម៉េច
nè dương đăng cột bạch kia nhóm bọn miền chụp tôi hay tế và dương đăng cột bạch kia tục con sai protect li miền matcha miền ukrat cam online miền ca rầm lốp thì mà nu miền sừng cream chỉ đào chom bắt tay thứ mày nè tới thứ mày rồi tới bắt đầu lượt kia tới để mình đánh nè kịch đánh là nhóm tự đánh mà đấy nhóm trăm tới chỉ môi kia đi nhóm trăm tới chỉ môi kia thì bà anh ấy cứ ở miền này thì và thế cái nông cả lại thì sạn đi nè và cái nông cả lại thì sạn đi cái nhóm dọc tám cái bạch bà rắn này nhóm dọc tám cái bạch bà rắn cái bạch Ukraine cái bạch để làm ra chơi mình đi theo cái nông brazil bà nhà hát không ai rung đi từ mùi nhóm mình đã bong bong cháu cà plak đồ bọc đại cá luôn á tụm lại quấn nhóm mình đã trong mình đã bong bong cháu cà plak đồ bọc đại cá và tôi bây giờ hôm sáng chặt một cục nhóm đặt cục cả đó nên cái đó là thá nhóm mi ru của muốn nè muối đây nhóm mơ tới khơi tha chụp cháy bởi phơi bàn mà nên hơi nè ru của muốn đôi tha cái thằng tự độ tự đánh hôm sáng và đây vẫn đang từ thứ mấy rồi bây giờ đang cái nhóm việc khơi đấy một cái nhóm thác nhóm từ đặt đằng bởi tranh vì muộn tranh vì cầm nứt cái nhóm từ đặt đằng mà đấy mà đây là cái nhóm bởi cái nào cái nhóm mình đắng cái nhóm bạn là còn rồi đấy nè nhóm bạn là tẹt đáy đi nhóm từ hay ao cho mùi kia ơi nên đấy ru việc đăng thứ mấy vừa nâng dương dây bạn cục là cái này nên là cái nào còn tha đây con miền con sái rồi li vật tê thà đăng cục là cái này được nhóm flop lực lại những bà hình kia thì dây rương tao hôn sen cái bọt chiết hôn sen bốc rồi lùi thà anh ấy cái đăng cục cái này rồi hốt đỏ lấy nó phải chia cho nó đăng ở bên sau na mà nè đi ở bên đăng sau là nào mà nè con tay dương xua tha vì tao ruồi vậy tao bắt nó người ta giờ tao mình ruồi cái ăn ruồi chứ giờ tao ruồi khi mà bỏ xả tổ nó dùng tiệt chầm là tiệt đánh thế mà admin chụp nói na để bong phôn trâu cái tao dùng một cái chết về nhây tiệt đừng được còn đây sầm rap zone là ra cứ không gọi là để sạc đây sập trâu liên piên đi đánh khát nhóm không ai tìm mùi hơi bà TFR asked to go Cambodia on warคนแสนเสร็จ no อันนั้นจะเรื่องธรรมดาตาบางคนนะคนแสนนึงมันเอาเมียนอะไรอะไรนึงมันเอาเมียนซ้อมเรียนซีนึงมันต่อเลยกำสิขานึงมันต่อเลยนาต่างในขนมปฏิกรรมไปจี้มันนี่คืออัดตือรูดเตจำนวนหนึ่งเฮ้ยขยมก็จำแต่มือเลยมันนี่ขยมก็จำแต่มือตืออักเนี่ยเลยมันอัดตือรูดตีได้เอาไอ้ท่าคนใส่ต่อเลยดังไปบังรูมสับสาจีดnữaนะคนซ้ายก็บ่รุมซับซาจิตนึงคือត្រូវឲ្យមនុស្សទៅនៅជាមួយគាត់តែប្រព័ន្ធនោះឯងប៉ុន្តែយើងបើសម្រាប់សូនតារាណារឿងណាដែលអាចធ្វើបានខ្ញុំធ្វើសិនណាវិញរឿងណាដែលមិនអាចធ្វើបានគឺខ្ញុំទុកដោយឡែកសិនចាំធ្វើលើកក្រោយជំពាក់អានឹងហៅសងសិនបើនិយាយនៅក្នុងកិច្ចការគ្រប់គ្រងមានន័យថារឿងណាដែលអាចដោះបានដោះអានឹងមុនរឿងណាមិនទាន់ដោះបានទុកโรครูปมนตามกล่าวเปียดมันเนี่ยแล้วยังประมาณชนะไหมตั้งปีมินรุมเลี้ยกนักปักสังเคราะห์จีดเมาเนี่ยแต่รุมเลี้ยกนักปักสังเคราะห์จีดเมาประมาณชนะไหมปีปอนเราผมเปิลเราหมดแล้วนี่โจปีปอนแบบไพ่ปรามนั่นพี่ผมเปิลชนะไหมนะบอกนะผมเปิลผมไปชนะไหมนะผมไปชนะไหมบ่ยืงยัยเตอร์บ่เซนจะโจดชนะปีปอนแบบไพ่ใบปีนัดแต่บางคนโยตะดักขนมคูขบาละบางคนมีจักขุวิสัยจืดเลื่อนแต่บางคนอาจสมานเมื่อขนมระยะเป็นปีปอน3 ปีปอน3 มุ้ยปีปอน3 ปีแต่ยังหนึ่งมีจุดสาไว้ดำไปเอาเมียนกาแปรปรูขนมปฏิกันไปทีแต่ยังมีจุดสายมาเนี่ยกาเจที่มามุกแต่อาจโน้มมีสถานการแปรปรูขนมปฏิกรรมจีได้เนี่ยจังbạn chỉ nhóm chưa lư mà đây giúp từ xa nâng là bom cả tệ đi mà đây hơi rương thả nè na trong phơi giống mày nhóm trong ta còn trò tê mà nâng được về đây khóc lời dâm xin đà lý USP bà proca ao sức tớiប្រជាជនវិញហើយបាទប្រកាសឲ្យសិទ្ធរៀបចំការបោះឆ្នោតអត់ទៅរួចទេបងប្អូនណាយើងកលៈទេសៈនេះបងប្អូនខ្ញុំចង់ឲ្យបងប្អូនបដោតណែទៅលើរឿងដែលអាចទៅរួចបដោតលើរឿងដែលអាចទៅរួច
nè mình bắt đầu lừa bọc về bắt đầu nói của mặt tại vì bắt đầu lừa rương để ai từ ruột cứ dương trâu tại tàu tụt thấy dương trâu tay và cô bọc cả từ on tra chiết từ ở on tra cũng cho cuộc trâu chỉ lên biến dương cu tại miền mù lịch thích dương cu tại phương bạt tại cám trung mình phải phục lộ rương hôn sai chôn bạch cá cứ dương nơi tay phải trăng chôn bạch cá nơi tay phải trăng chôn bạch cá chẳng có tay cả lại sạn ní cứ nhomสำหรับខ្ញុំមិនថាយើងសម្រាប់ខ្ញុំកន្លងស័ក្តិនេះគឺខ្ញុំនៅជាមួយកងទ័ពហើយខ្ញុំនៅជាមួយកងទ័ពនិងខ្ញុំចូលរួមជាមួយកងទ័ពដើម្បីការពារបូរណភាពទឹកដីនិងជំនួយពិភពលោកឲ្យបងប្អូននៅតាមវិធីណាដែលប្រសើរជាងខ្ញុំបងប្អូនទៅចុះមែនទេខ្ញុំអត់ខឹងទេហើយកុំខឹងខ្ញុំអីមកខ្ញុំនៅជាមួយកងទ័ពដើម្បីការពារបូរណភាពទឹកដីអានឹងកុំខឹងខ្ញុំអីណាហើយបើខ្ញុំអំពាវនាវឲ្យមានការរួបរวมសាមគ្គីអានឹងយើងកុំទៅខឹងមនុស្សឲ្យមានការរួបរวมសាមគ្គីនិងសាមគ្គីជាតិមែនទេទៅហ៊ុនសែនមិនសាមគ្គីបើហ៊ុនសែនមិនសាមគ្គីបងប្អូនទៅខឹងហ៊ុនសែនទៅប្រិយចំណិតដោយសារតែពេលវេលាមានកំណត់ខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់ត្រឹមនេះចប់អរគុណប្រិយចំណិតដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដើមដល់ចប់ share វីដេអូនេះទៅកាន់ប្រិយចំណិតដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាផ្លេតសីមាស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដល់មែនតែនស្ដាប់ហ៊ុនសែនកើតរោគចិត្តទូរទស្សន៍សូនតារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតយើងជួបគ្នាសារជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានឹងម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្ដីចិននៅខាងរុស្ស៊ីធីតាជួនអត់នៅខាងអ៊ុយក្រែនទេច្បាស់មកប៉ុន្តែហេតុអីបានជារវាងខ្មែរហើយនិងថៃចិនធ្វើអាត្រឹមត្រូវចិននៅកណ្ដាលបងប្អូនអានឹងជាស្ដាប់សូនតារាកើនបញ្ញាបងណាកើនបញ្ញាគឺមើលទៅឃើញស្ថានភាពនយោបាយនៅនឹងលើនៅនឹងភ្នែកហេតុអ្វីចម្លើយណាហេតុអ្វីបានជារវាងកូរ៉េខាងជើងកូរ៉េត្បូងចិននៅខាងកូរ៉េខាងជើងនៅខាងគឹមចុងអ៊ុនហេតុអីបានជារវាងរុស្ស៊ីហើយនិងអ៊ុយក្រែនចិននៅខាងរុស្ស៊ីប៉ុន្តែហេតុអីរវាងថៃហើយនិងខ្មែរចិនលីតាអិនជាទូតនៅកណ្ដាលពីព្រោះត្រឡប់ទៅចម្លើយរបស់សូនតារាវិញពីព្រោះថៃគឺជាអតិថិជនបើនិយាយពីពាណិជ្ជកម្មរបស់ចិនជាដៃគូពាណិជ្ជកម្មលីអេជួនឯចំណែកខ្មែរជាអ្នកសុំទានចិនមួយប៉ុន្តែចុះបើសិនជាដៃគូពាណិជ្ជកម្មហេតុអីបានជាចិនមិននៅខាងថៃតែម្ដងទៅមែនទេបើខ្មែរអ្នកសុំទានយកចិត្តទុកដាក់អីពីព្រោះខ្មែរក៏ជាទីតាំងភូមិសាស្ត្រនៅអាស៊ានដើម្បីគ្រប់គ្រងឥទ្ធិពលចិនហើយប្រទេសខ្មែរនៅជាប់យួនដែលចិនហើយនឹងយួនមានព្រំដែនជាប់គ្នាចិនវាចង់មានឥទ្ធិពលលើយួននិងចង់ហុំព័ទ្ធយួនដូច្នេះអាព្រំដែននោះវាមានឥទ្ធិពលហើយវាចង់ណាយកទឹកដីខ្មែរដើម្បីហុំព័ទ្ធយួនសូមតាំងនិយាយលោកស្រីវិជាសាស្ត្រនយោបាយហេតុអីសូម្បីតែហេតុបានចំនួនប៉ុលពតចិននៅគ្រប់គ្រងប៉ុលពតពីព្រោះចិនចង់ហុំព័ទ្ធយួនហេតុអីបានជាយួនវាយប៉ុលពតពីព្រោះយួនវាយបំបែកការហុំព័ទ្ធរបស់ចិនបើសិនណាការព្រៃបើសិនជាប៉ុលពតនឹងវាអត់ទៅរករឿងនេះមិនមែនស្ថិតនៅក្រោមចិនត្រួតត្រាដើម្បីហុំព័ទ្ធយួនចង់ប៉ុលពតសម្រាប់មនុស្សមួយថ្ងៃមួយលានអ្នកយួនផ្ទះស្បៃសម្រាប់អស់ហើយសម្រាប់ហើយអស់ទៅនៅសល់តែក្រុមគ្រូសាប៉ុលពតអ៊ីងសេរីខៀវសំផនមែនទេតែមកនួនជាយួនវាចូលមកយកដីព្រោះសម្រាប់ខ្មែរឲ្យវាសម្រាប់គ្នាអស់ទៅសម្រាប់អស់ទៅប៉ុន្តែវាអត់អញ្ចឹងថានឹងកោស៊ីអារឿងហ្នឹងពិតហ្នឹងបងណារឿងហ្នឹងត្រឡប់ទៅវិញដូច្នេះនិយាយមកថាចិននៅកណ្ដាលរវាងខ្មែរនិងថៃទោះបីជាខ្មែរជាអ្នកសុំទានប៉ុន្តែមានតម្លៃខ្ពស់អាចធ្វើឲ្យចិននៅកណ្ដាលដោយសារតែចិនត្រូវការខ្មែរជាទីតាំងភូមិសាស្ត្រនយោបាយនិយាយឲ្យខ្លីត្រូវការប្រើខ្មែរដើម្បីជាប្រយោជន៍ជាឈ្នន់នយោបាយរបស់ចិនចំណុចទី1ដូច្នេះចិននឹងមិនជួយកម្ពុជាទេអ្នកណានិយាយខុសពីសូនតារាខុសចិននឹងមិនជួយកម្ពុជាទេនៅកណ្ដាលចិនសុខចិត្តប្រភ្លេចប្រភ្លប់នៅកណ្ដាលបើឲ្យជួយដូចចិនជួយរុស្ស៊ី
ដូចចិនជួយកូរ៉េខាងជើងអត់មានផ្លូវទេចិនសុកចិត្តចំណាយតែហ៊ានទៅងាប់ណាចិនសុកចិត្តជួយខ្មែរក្រហមធ្លាប់ជួយខ្មែរក្រហមណែពេលដែលយួនឈ្លានពានទឹកដីកម្ពុជាទី1ចំណុចមួយទៀតហេតុអ្វីទៅជាសំណួរវិញវាត្រូវចម្លើយវិញដែរថាចិនគ្រប់គ្រងរុស្ស៊ីគ្រប់គ្រងកូរ៉េខាងជើងមិនគ្រប់គ្រងអ៊ុយក្រែនមិនគ្រប់គ្រងកូរ៉េខាងត្បូងកោះតៃវ៉ាន់គន្លឹះកូនសោសំខាន់របស់ចិនបច្ចុប្បន្ននៅលើកោះតៃវ៉ាន់ប៉ុន្តែបើនិយាយពីគោលចំហរបស់ខ្មែរអាដាមនិកកោះតៃវ៉ាន់ខ្មែរទទួលស្គាល់ចិនតែមួយខ្មែរបានលើកលែងវីសាចិនដើម្បីលើកទឹកចិត្តចិនបង្ហាញអំពីបេះដូងស្មោះនេះខ្មែរហ៊ុនសែនបានយកមាសខ្មែរទៅតម្កល់ទៅប្រចាំនៅស្រុកចិនដើម្បីបង្ហាញបេះដូងស្មោះប៉ុន្តែចិននៅតែកណ្ដាលដដែលវាព្រោះចិនអត់រកស៊ីខាតគ្រឿងជំហរមួយគឺកោះតៃវ៉ាន់ដែលខ្ញុំថាបាញ់មិញទោះជាខ្មែរមានជំហរថាកោះតៃវ៉ាន់ជាចិនតែមួយជារបស់ចិនខ្មែរបដិសេធថាកោះតៃវ៉ាន់ឯករាជ្យជារបស់ចិនណាប៉ុន្តែហេតុអ្វីចុះជំហររបស់ចិនជំហររបស់ចិនណាមិនចង់ត្រឹមតែខ្មែរនឹងទទួលស្គាល់កោះតៃវ៉ាន់ជារបស់ចិនទេថែមទាំងចង់ឲ្យខ្មែរប្រឆាំងនឹងអាមេរិកអានេះជាចំណុចសំខាន់មួយចង់ឲ្យខ្មែរប្រឆាំងនឹងអាមេរិកដាច់ខាតអញ្ចឹងយើងបានត្រឡប់ទៅវិញសួរថាហេតុអីបានជាចិនរវាងរុស្ស៊ីប្រទេសប៉ុណ្ណានេះហើយនឹងអ៊ុយក្រែនចិនទៅជួយអ៊ុយក្រែនចិនទៅជួយរុស្ស៊ីពីព្រោះរុស្ស៊ីប្រឆាំងនឹងអាមេរិកជាសម្ព័ន្ធមិត្តរបស់ចិនហេតុអីបានជាចិនទៅជួយកូរ៉េខាងជើងឧទាហរណ៍បើមានបញ្ហាជាមួយកូរ៉េខាងត្បូងទោះជាកូរ៉េខាងជើងនឹងផ្ដាច់ការសម្លាប់មនុស្សរំលោភសិទ្ធិមនុស្សពីព្រោះកឹមចុងអ៊ុនកូរ៉េខាងជើងជាសម្ព័ន្ធមិត្តរបស់ចិនមែនទេហើយប្រឆាំងទៅនឹងអាមេរិកចិត្តជលសាមែនទេចិត្តជលសាជូនពរខួបកំណើតថ្ងៃទី12ថ្ងៃនេះអត់ទេស្អែកទេបាទស្អែកឯងកុំទាន់ជូនពរមែនទេថ្ងៃទី12ស្អែកនោះទេបាទឥឡូវយើងខាន់ត្រឹមហ្នឹងសិនប៉ុន្តែអរគុណចិត្តជលសាបាទដែលបានជូនពរទុកជាមុនប៉ុន្តែស្អែកចាំជូនពរម្ដងទៀតរឿងកោះតៃវ៉ាន់ហ្នឹងជាគន្លឹះណាបងប្អូនជាគន្លឹះចិនចង់ឲ្យខ្មែរធ្វើដូចរុស្ស៊ីឲ្យដាច់ធ្វើដូចកូរ៉េខាងជើងប៉ុន្តែបើសិនជាខ្មែរធ្វើដូចរុស្ស៊ីខ្មែរនឹងទៅជាដូចកូរ៉េខាងជើងហើយបងប្អូនណាដូចកូរ៉េខាងជើងមកមានន័យថាប្រទេសហ្នឹងរដ្ឋាភិបាលតកូលហ៊ុនហ្នឹងកាន់អំណាចមែនប៉ុន្តែប្រជាជនក្ររហាមប៉ុណ្ណេះរតែបាយស៊ីអត់បានវេទនាដូច្នេះខ្មែរអត់ជ្រើសរើសនឹងផ្លូវហ្នឹងទេដោយសារតែខុសទៅនឹងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសដែលនិយាយថាខ្មែរជាប្រទេសអព្យាក្រឹតមិនចូលបកសម្ព័ន្ធខ្មែរប្រកាន់ជំហរអព្យាក្រឹតមិនចូលបកសម្ព័ន្ធនរណាក៏ជាមិត្តទាំងអស់អាមេរិកក៏ជាមិត្តចិនក៏ជាមិត្តប៉ុន្តែចិនអត់ចង់អញ្ចឹងទេដូច្នេះហើយបានជាមានការសង្ស័យថាមានមូលដ្ឋានទ័ពចិននៅរៀមការបដិសេធរឿងមូលដ្ឋានទ័ពចិននៅរៀមនឹងធ្វើឲ្យចិនស្រងាក់ចិត្តធ្វើឲ្យចិនដកដៃចេញពីហ៊ុនសែនពីការជួយជ្រោមជ្រែងទៅជានៅឈរមើលផ្លូវកដាលមិនណាថៃដឹងច្បាស់ណាស់អំពីចិត្តសាស្ត្រនយោបាយហ្នឹងដូច្នេះបានជាថៃមុននឹងវាយប្រទេសកម្ពុជាគឺវាត្រូវទៅចិនមុនសិនដើម្បីទៅស៊ើបទៅសួរច្បាស់ថាចុះបើអញវាយទៅអានោះវាលេងពីក្រោយអាម៉ែចឹងបងប្អូនណាថៃទៅចិនហ្នឹងមិនមែនទៅទស្សនកិច្ចទេគឺទៅស៊ើបទៅមើលថាតើបើអញឈ្លានពានចូលទឹកដីកម្ពុជាតើវាមានរឿងអីកើតឡើងពេលដែលថៃទទួលបានសារច្បាស់ពីចិនហើយចិនអត់មានជួយខ្មែរអត់អីទេហើយថៃដឹងច្បាស់ថាអូស្រឡះឈឹងហើយបើអញដាក់ទៅឯងតែតោលហើយពេលហ្នឹងហើយបានថៃសម្រេចចិត្តក្រោយពីត្រឡប់មកពីចិនវិញប្រកាសដកលុបចោលកិច្ចព្រមព្រៀងទាំងអស់រៀបចំចល័តទ័ពបោកសម្អាតប្រជាជននៅតាមខេត្តតាមព្រំដែនមុនខ្មែរយើងអត់ដឹងថាថៃធ្វើដល់ថ្នាក់ហ្នឹងរហូតដល់ពេលថៃខ្លងមកក្មេងរត់ចេញពីសាលាបើយើងដឹងថារៀបចំធ្វើសង្គ្រាមមិនអ្នកស្រុកអ្នកភូមិស្លាប់ចេញអត់ទាន់អញ្ចឹងទេមិនមែនក្មេងធ្លាក់គ្រាប់ទូមករត់ប្រសាទ
sắp tự thân này chắc nhóm mưa là video nào bạn này mưa video khi tham gia rốt sai năng nơi tại miền là rong cái đồ lớn á sắp bẩn nhai nó bong bồn nó cứ thấy riêng trong ca xuyên biến đời xa tay chân bay lên khiêu bà cao nó sẽ đặt thay từ sập chân ham mà của anh tam bài ca tút ham khoan tên này mà mắt ha trong ao ấy Campuchia hơi nâng thấy chia protect miền san thị thiếp mật tập thiếp nâu nông à diện bài chân này dây thì một phần năng thầy khmer hiên vay tê một phần nó ăn dây liền nhá bài chân này dây ta mình tách thầy hiên vay tê còn tay chân ăn này dây ấy sao thầy bằng hơi rừng sừng kìm này rừng thảo không mày chèn cho ấy chân là pratikan ăn này dây ăn pratikan hơi từ tuột xòa cung mình chạy thao vay tao ở đây thì mà nè vay tao ở đây thì nhưng mà nó cứ chia sụp bật thiết là bắt tìm mối đại minh sẽ sầm khăn hôn màn phải sụp tục chứ đại minh sẽ sầm khăn này lấy nhưng mở tiệm chân trong oi rừng chàng chào Khmer nó đâu sẽ ốc Americ tại mà đó và chẳng Americ tại mà đó bà sân chia chân trong oi bà sân chia Khmer bà chẳng Americ đôi Korea hàng chứ đôi Russia chân đừng chuối bà tay thả số tại Khmer ta thôi chân bộ Khmer thì chân ngọt hại vì bà sân chia Khmer nghiện từ chân đạch bắt đôi Korea hàng chứ nâng rong toàn là cam Americ nên chui thay rồi tập cuốn cổ rau viên bầu nà chân hay nâng Americ cho bằng dọc tới đây cam cho bằng cái nia anu cứ chia krutana maha sanh thom đôi chân này chừng một mũi để khi mơ tới thá dương nấu tại cho lưu lâu trâu đồ đại cứ áp chi cắt nâng băng luôn hình bo đặt tê tôi chỉ cái chui dương dạng ná có cái ọt từ slap chùm nuôi dương sống bay tôi Americ chui Ukraineយ៉ាងណាក៏តប Ukraine ជាអ្នកធ្វើសង្គ្រាមដែរគ្រាន់តែថាបើមានជំនួយយើងមិនបាត់បង់យើងមិនចាញ់នេះតែប៉ុណ្ណឹងប៉ុន្តែអ្នកដែលប្រឈមផ្ទាល់គឺយើងដដែលដូច្នេះចាប់ពីថ្ងៃនេះតទៅយើងត្រូវដឹងថាទោះជាអ្នកណាដឹកនាំប្រទេសដោយកម្ពុជាត្រូវតែខ្លាំងប៉ុន្តែចូលសូនតាខ្ញុំនិយាយកាលពីសាមីវិភពអានេះខ្ញុំនិយាយចំហបច្ចុប្បន្នបើចំហសូនតាខ្ញុំនឹងយកសម្ព័ន្ធមិត្តយោធាជាមួយអាមេរិកខ្ញុំនឹងបើខ្ញុំដឹកនាំប្រទេសខ្ញុំនឹងឲ្យអាមេរិកដាក់មូលដ្ឋានទ័ពនៅក្នុងប្រទេសកម្ពុជាដោយខ្ញុំមិនក្រែងចិត្តចិនទាំងអស់ចិនចង់វាយអីក៏វាយទៅខ្ញុំអត់ខ្លាចទេប៉ុន្តែបើចំហហ៊ុនសែនក៏អាចធ្វើចឹងបានព្រោះគាត់ជ្រុលចំហទៅចិនបើតែសម្រាប់សូនតាខ្ញុំធ្វើចឹងណាចំហរបស់ខ្ញុំគឺទៅអាមេរិកទាំងស្រុងតែម្ដងទោះជាអាមេរិកបោះបង់ខ្ញុំចោលឬក៏ពេលណាក៏ដោយគឺទី1នេះព្រោះយើងទៅតោងគេតោងយើងគេបោះយើងយ៉ាងណាខឹងគេបានទេខ្ញុំទៅទាំងស្រុងបណ្ដោយបើសម្រាប់សូនតារាអានឹងឲ្យបានជាខ្ញុំណាដាក់ជាសំណួរទៅថាហេតុអីបានជាចិនបើសិនជាខ្មែរជាមិត្តដៃថៃអត់មានចូលរួមអន្តរាគមន៍ជួយបញ្ចប់ហាមឃាត់ថៃមានដឹងទេបងប្អូនចំណុចមួយដែលបងប្អូនមិនសូវជាចាប់អារម្មណ៍ណាមូលហេតុដែលថៃវាយឆ្លៀនពៀនទឹកដីខ្មែរដោយសារតែថៃបានទៅសុំការអនុញ្ញាតពីចិនរួចហើយមិនមែនទៅសុំការអនុញ្ញាតតែម្យ៉ាងអានេះមានន័យអញ្ចឹងគឺបានទៅស្ទាបស្ទង់មើលហើយតើប្រទេសកម្ពុជាយើងណាគួរតែមានជំហរបែបណាអានឹងខ្ញុំមិនដឹងទេវិជនប៉ុន្តែបើសម្រាប់ខ្ញុំខ្លួនយើងខ្លាំងមានតែខ្លួនយើងខ្លាំងទេមែនទេហើយមានតែយើងសាមគ្គីគ្នាទេអូស្មាច់ទើបធ្វើឲ្យយើងនឹងការពារទឹកដីបានដូចអ៊ីស្រាអែលមានទឹកដីតូចតែទុកទល់ប៉ុន្តែអ៊ីស្រាអែលមានអាមេរិកជាសម្ព័ន្ធមិត្តដែរបើសិនជាអត់មានអាមេរិកជាសម្ព័ន្ធមិត្តទេទៅទុកមិនរួចទេហត់បន្ខានអញ្ចឹងសរុបសេចក្តីមកវិញពាក់ព័ន្ធជាមួយចិននេះគឺពាក់ព័ន្ធជាមួយនឹងកោះតៃវ៉ាន់ចុងក្រោយចម្លើយចុងក្រោយក្រោយពីខ្ញុំវិភាគហើយបងប្អូនអ្វីដែលសូនតារានិយាយនេះកម្រិតទស្សនៈខ្ញុំវាតម្លៃស្ថានភាពណាពីព្រោះចិនបាននិយាយប្រាប់ខ្ញុំហើយខ្ញុំមើលឃើញអញ្ចឹងបងប្អូនគិតថាឯកភាពឬមិនឯកភាពចំណុចចុងក្រោយឆ្លើយទៅនឹងសំណួរដដែលប៉ុន្តែយើងឆ្លើយបានច្រើនមហាមាសនីយកម្មហេតុអីបានជាចិនជួយរុស្ស៊ីតែមិនជួយអ៊ុយក្រែនហេតុអីបានជាចិនជួយកូរ៉េខាងជើង
ឧទាហរណ៍តែមិនជួយកូរ៉េខាងត្បូងហើយនេះបានជាចិនតែងតែជួយប្រទេសដែលខ្លាំងឈ្លានពានប្រទេសខ្សោយមកចង់ដឹងកូនសិស្សសូនតារាមកបន្តិចអាហ្នឹងគោជាចំណេះដឹងដែលខ្ញុំចង់ដឹងមើលអ្នកណាមាន100បន្ទុកទៀតបើអ្នកណាអាចឆ្លើយអាសំណួរនេះត្រូវណារំមេតាមានន័យថាប្រហែលសូនតារាហើយបាទណាទស្សនវិស័យចក្ខុវិស័យនេះមានបញ្ញាមុតធ្លុះយើងថាយីដល់មានបញ្ញាធ្លុះមែនទេមើលឃើញសភាពការណាមេងហុងកណារីណាណារំដាកឹមអត់ទាន់ឃើញឆ្លើយទេសំណួរចុងក្រោយហេតុអីបានជាចិនតើទេគាត់ថាចម្លើយចុងក្រោយណែសួងឈៀនរ៉ែងប៉ែនអត់ទាន់ឃើញឆ្លើយទេពុទ្ធិរាប្រឆាំងអាមេរិកអត់ទេហេតុអ្វីបានជាចិនកម្លៃហ៊ុនតែងតែកាន់ជើងហ្មងកាន់ជើងនៅរុស្ស៊ីជួយបន្តជួយគ្រប់កន្លែងសាសហ្មងប្រទេសដែលឈ្លានពានណាតានិតកុកស៊ីអត់ទាន់ឃើញឆ្លើយសីហាកយអត់ទាន់ត្រូវទេពូសារ៉ាម៉ែនេះអត់ទាន់ត្រូវទេសែមយុទ្ធធារីបាទចិនចូលឆិតអត់ទាន់ត្រូវណែចិនប្រឆាំងនឹងខ្ញុំឆ្លើយមួយម៉ាត់អូនផ្ទះទ្រូងមកតោះខ្ញុំមើលទៅដូចអត់មានទេកូនសិស្ស100បន្ទុកបែបផ្អាកគាត់ហ្នឹងវាស៊ីជម្រៅហ៎ប្រហែលជានៅតែគ្រូដដែលអញ្ចឹងនៅកូនសិស្សសូនតារាដដែលទេណាហើយសូនតារានិយាយត្រូវហ៎បងណាហេតុអីបានជាចិនតែងតែការពារមហិច្ឆតាអ្នកស្រែនិងគ្រប់គ្រងជួយប្រទេសដែលឈ្លានពានពីព្រោះចិនចង់ឈ្លានពានតៃវ៉ាន់ដែរបងប្អូនមានដឹងអត់ដឹងចិនចង់ឈ្លានពានតៃវ៉ាន់ទេគ្រប់កលៈទេសៈញាក់អញ្ចឹងហើយបានជាចិនមិនដែលទៅខាត់រុស្ស៊ីចិនមិនដែលទៅខាត់ថៃទេបើសិនជាចិនទៅខាត់រុស្ស៊ីអានឹងភ្ញាក់អង្វរផ្ទះទ្រូងថាអូលោកគ្រូមួយម៉ាត់ហ្នឹងទល់ផ្អកហើអត់ខបងណាអត់ខបងប្អូនបើសិនជាចិននេះទៅប្រឆាំងជាមួយការឈ្លានពានរបស់រុស្ស៊ីអញ្ចឹងតៃវ៉ាន់ប្រកាសឯករាជ្យចិនទទួលស្គាល់ហើយចិនប្រឆាំងជាមួយសុំទោសចិនតែងតែគ្រប់គ្រងប្រទេសឈ្លានពានព្រោះគោលបំណងចិនទៅថ្ងៃអនាគតគឺត្រូវឈ្លានពានវាយតៃវ៉ាន់អានឹងទស្សនៈដូចគ្នាណាយូកូជីកូបើចិនមានចេតនាវាយតៃវ៉ាន់បើតៃវ៉ាន់ហ្នឹងកម្រើករឿងអីចិនទៅប្រឆាំងជាមួយអាខ្លាំងស៊ីអាតូចព្រោះចិនគម្រាមចិនអាធំប្រឹងស៊ីអាតូចដដែលនឹងចិត្តជលសាចិនទៅចង់ស៊ីតៃវ៉ាន់ឲ្យម៉ត់ដូច្នេះគ្រូម៉ងតោចិនរឿងអីនៅពេលដែលថៃអាធំវាយកំទេចខ្មែរចិនវាធ្វើដូចតែអញ្ចឹងវាប្រឆាំងហ្នឹងណាចិនមិនអាចចំណុចចុងក្រោយហ្នឹងដែលសំខាន់ជាងគេដែលខ្ញុំនិយាយតែគន្លឹះសំខាន់គឺនៅកោះតៃវ៉ាន់ហ្នឹងមូលហេតុដែលចិនតែងតែនៅខាងប្រទេសធំឈ្លានពានប្រទេសតូចហាក់វ៉ាន់ឌីពីព្រោះចិនក៏ពេញចិត្តក៏រៀបចំគំរូដើម្បីឈ្លានពានវាយកាន់កាប់តៃវ៉ាន់ទាំងស្រុងដែរប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតចិត្តជលសាទូរទស្សន៍សូនតារា Mr. តារាស្រាត់ខោជន់ផ្ដាច់ការ normal ផ្លាស់ប្ដូរផ្នត់គំនិតខាត់ណាស់ប្រធានបទទី2ហើយចិត្តជលសានៅដែរហ្នឹងការខ្ញុំធ្វើបាតកម្មយុទ្ធសាស្ត្រមួយបាទណាយុទ្ធសាស្ត្រខ្ញុំត្រឡប់ទៅដើមវិញអ្នកណាក៏ស្គាល់យុទ្ធសាស្ត្រសូនតារាណាបាតកោគឺជាអ្នកធ្វើដំណើរគឺជាបាតកោមានន័យថាដងផ្លូវហ្នឹងគេមើលមិនស្គាល់យើងអត់ពាក់ផ្លាកផងយើងដាក់អាกระดาษរាមឬក៏กระดาษសក្នុងកែបតោបលីមកខាត់រំសាយយើងរំសាយទៅគេចាប់យកបដាហ្នឹងអស់លេងទៅចេញផុតពីហ្នឹងប្រហែល2 300ម៉ែត្រទាញពីកែបតោមកអាអ្នកព្រោះម៉ូតូត្រូវជិះ2នាក់អាអ្នកបើកក៏ដឹងតែបើកទេអាអ្នកក្រោយទាញមកទៀតទៅសេដាក់លើផ្លូវទៅសាំងត្រៃរេក្រលើកទៅទៀតទៅគេថាចំបាតកម្មទៅដល់ណាទៀតខ្ញុំដើរណាសញ្ញុត្រីខ្ញុំដើរតាំងពីសាលាក្រុងគេថាមិនអោយដើរបានមកជំហានសូនតារាណាដឹកនាំធ្វើបាតកម្មខ្ញុំដើរតាំងពីរដ្ឋសភាចាស់រហូតដល់ផ្សារអូឡ িম্প ិកបាទអញ្ចឹងអានឹងគឺជារឿងធម្មតាទេហើយបានខ្ញុំត្រឡប់ឃើញនេះការសាមគ្គីដើម្បីធ្វើបាតកម្មខ្ញុំត្រឡប់រឿងប្រវត្តិសាស្ត្ររឿងប្រវត្តិសាស្ត្រនេះយូរហើយតាំង2002 2003នោះអានឹងខ្ញុំក៏រំលឹករឿងប្រវត្តិសាស្ត្រគាត់ថាខ្ញុំចង់ឲ្យបងប្អូនទាញទៅជាកម្លាំងសាមគ្គីថាធ្វើបាតកម្មនៅជុំវិញពិភពលោកដើម្បីប្រឆាំងណាថៃធួងជាមួយនឹងថៃ
ឆ្លៀនពៀនទៅដីខ្មែរមិនចាំបាច់មានពេលខ្លះទាល់តែប្រកោសប្រកាសគ្នាច្រើនទេយុវជនដែលមានពេលទំនេរនេះម្នាក់ឯង2នាក់3នាក់មានបដាតែងតួតែងមុខគូសមាត់ឈរនៅក្បាក់ផ្សារទំនើបទីប្រជុំជនក៏ជាវិធីសាស្ត្រល្អដែរអ្វីដែលសូនតារាធ្លាប់ធ្វើនៅក្នុងប្រទេសកម្ពុជាហើយយើងធ្លាប់ធ្វើបាតកម្មម្នាក់ឯងទៀតនោះបាទប្រិយមិត្ត share រនេះទៅកាន់ប្រិយមិត្តផ្សេងទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់បដាច់ការផ្លាស់ប្ដូរផ្នត់គំនិតសំណាញ់មេឃប្រធានបទនេះសំណាញ់មេឃជាអ្វីដែលមនុស្សឆ្ងល់គ្រប់គ្នាពាក្យថាសំណាញ់មេឃមិនមែនជាពាក្យរបស់យើងទេគឺជាពាក្យរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនវិបុលពងពាក្យថាសំណាញ់មេឃគឺជាក្របកំជ្រួចបាញ់ទម្លាក់យន្តហោះដែលហោះចូលមកនេះទម្លាក់ប្របែកក្នុងប្រទេសពាក្យថាសំណាញ់មេឃដែលកើតចេញពីនេះសម្ដីរបស់សម្ដេចតេជោមុនសង្គ្រាមបានคล้ายទៅជាចម្ងល់នៅពេលណាដែលថៃបើកយន្តហោះបើក drone ទម្លាក់ប្របែកយើងអត់មានសំណាញ់មេឃបាញ់ទៅវិញដែលធ្វើឲ្យមនុស្សផ្អើលឆោឡោសំណាញ់មេឃវាបានคล้ายទៅជាសំណួរមួយសួរថាតើកម្ពុជាមានឬមិនមានសំណាញ់មេឃវាបានคล้ายទៅជាប្រធានបទមួយថាតើកម្ពុជាមានហើយមិនទាន់ប្រើឬក៏អត់មានទីមួយថាមានឬមិនមានទីពីរសួរថាមានតែមិនទាន់ប្រើឬក៏យ៉ាងណាសំណាញ់មេឃតទៅទៀតបានឆ្លើយទៅនឹងសំណួរថាចោទជាសំណួរថាបើមានវិចិត្រសួនពេលណាប្រើសំណាញ់មេឃថ្ងៃនេះសូនតារាលើកយកមកនិយាយដដែលលេងពេញសខ្ញុំអត់ដឹងថាមានឬមិនមានទេសូនតារាជានិមិត្តរូបនៃសច្ចធម៌និងយុត្តិធម៌មានន័យថាអ្វីដែលខ្ញុំនិយាយលក្ខណៈវិទ្យាសាស្ត្រទេណាទឹកចាស់សុំបងប្អូនអាចថាអត់មានហេតុអីពីព្រោះអត់ឃើញប្រើបងប្អូនអាចថាមានប៉ុន្តែបើមានមិនក៏មិនប្រើនៅក្នុងយុទ្ធសាស្ត្រយោធាការប្រើប្រាស់អាវុធគឺវាមានភាពចាំបាច់និងមិនចាំបាច់ណាចាំបាច់នៅពេលណាចាំបាច់នៅពេលដែលវាបំផ្លាញទ្រព្យសម្បត្តិឈានចូលដែនដីអធិបតេយ្យភាពរបស់ប្រទេសអានឹងគេត្រូវតែប្រើចុះមិនចាំបាច់គឺពេលណាដែលវាគ្រាន់តែជាការទម្លាក់ទៅលើទីតាំងខ្យល់ទោះជាយើងបាញ់ទៅក៏មិនចាំបាច់ដែរឬបើយើងមានទឹកសំហុនគេផ្លោងដាក់អាកន្លែងស្នូគ្រាប់បាញ់ណាអញ្ចឹងការដែលមិនប្រើបើតាមសូនតារាយល់ទំនងជាមិនទាន់ចាំបាច់កន្លែងសមរភូមិដែលអាចត្រួតត្រាបានគ្រប់គ្រងបានការដែលប្រើសំណាញ់មេឃគឺជាកន្លែងដែលស្ថានភាពមិនអាចត្រួតត្រាបានចុះហេតុអីបានជាថៃប្រើអាវុធអស់លទ្ធភាពគឺថៃជាចៅឆ្លៀនពៀនដាច់ខាតចៅត្រូវតែប្រើឧបករណ៍កាច់សោហើយយើងមានសោបើយើងចង់ចូលផ្ទះយើងអត់ប្រញាប់ទេឥឡូវខ្ញុំថាអញ្ចឹងចុះលីអីជួនមែនទេខ្ញុំថាបើរដ្ឋាភិបាលមានសម្ដាញ់មេឃមានសោហើយបើមិនចាំបាច់ប្រហែលជាអត់ប្រញាប់ទេយើងប្រើប្រៀបធៀបទៅចុះថៃមិនក៏ប្រើគ្រាប់បែកចង្កោមប្រៅសិតតែយន្តហោះចម្បាំងផុតលេខប្រៅសិតតែអស់លទ្ធភាពមើលទៅអស់ក្បាច់អាលេងមានពេលខ្លះសង្គ្រាមគេប្រឡែងឲ្យលេងមកអស់ក្បាច់អស់លទ្ធភាពហើយណាគេដឹងថានឹងអស់ហើយខ្លាំងបំផុតមានតែនឹងទេក្បាច់វាអត់មានក្បាច់អីលើនឹងទេអត់មាននុយក្លេអ៊ែរដូចនៅរុស្ស៊ីអត់មាននុយក្លេអ៊ែរដូចនៅកូរ៉េជើងទេអញ្ចឹងអស់ហើយប្រយ័ត្នតាអាតូចវាបកទៅវិញអាហ្នឹងគឺធ្ងន់កហើយសួរថាសូមរាមិនដឹងបងប្អូនខ្ញុំ
អត់ដឹងទេខ្ញុំនិយាយរឿងចេះតែខ្ញុំនិយាយគឺនៅជាមួយកងទ័ពហើយលើកទឹកចិត្តកងទ័ពស្មារតីរបស់ខ្ញុំនៅជាមួយកងទ័ពជានិច្ចខ្ញុំធ្លាប់រស់នៅក្នុងបន្ទាយទាហានស្រីម៉ៅបើជា75ឆ្នាំថា5ឆ្នាំចុះខ្ញុំអត់យល់ទៅការកងទ័ពទេខ្ញុំត្រូវថាចឹងប៉ុន្តែខ្ញុំដឹងដែរព្រោះមនុស្សដែលរស់នៅត្រាំត្រែងដេកស៊ីណារស់នៅជាមួយទាហានដូចជាទាហានហើយខ្ញុំ5ឆ្នាំគឺខ្ញុំអាចយល់កិច្ចការយុទ្ធសាស្ត្របន្តិចបន្តួចមកប៉ុន្តែស្អីសោះដែលថាក្នុងចំណោមយុទ្ធសាស្ត្រ100ខ្ញុំអាចយល់1 2នេះខ្ញុំមិនមែនតែយល់យើងប្រើទៅវាឆាប់អស់អញ្ចឹងលក្ខណៈតួតែវាចំបាច់ណាមួយទើបវាអាចប្រើពីព្រោះបើនៅអាចទប់បាននៅអាចទប់បានណានៅអាចកិច្ចបាននៅអាចតតាំងបានមានពេលខ្លះក៏គេអត់ប្រើដែរណាអានឹងគឺជាអ្វីមួយសម្រាប់តែខ្ញុំនិយាយបែបវិទ្យាសាស្ត្រឲ្យបងប្អូនយើងយល់ថាមានពេលខ្លះមិនប្រើប្រហែលជាមិនទាន់ចាំបាច់ថាវាត្រឹមកម្រិតព្រំដែនវាត្រឹមកម្រិតដែលមនុស្សអាចកិច្ចបានពីព្រោះការបាញ់មិនចេះតែបាញ់ពួកណានៅក្នុងវិស័យយោធាមិនប្រកាសថាភាគច្រើនតែអ្នកបាញ់មុនលើកលែងតែអ្នកនឹងខ្លាំងសង្គ្រប់យកតែម្ដងវាដូចសង្គ្រប់យកតែម្ដងអ្នកបាញ់មុនណានៅក្នុងសង្គ្រាមទ័ពគឺច្រើនតែចាញ់ហេតុអីគេដឹងបាញ់ពីទីណាទៅគឺ